ជំរាបសួរពុកម៉ែបងប្អូនអំពូមិញជីតាទាំងអស់គ្នាថ្ងៃនេះអូនវិរិយាមកបង្ហាញអំពីដោយមកដល់ហៅថាសត្វចតុបាតវិរិយាដោយម្ដេចដែលហៅថាសត្វចតុបាតចាស់ម៉ាក់សត្វចតុបាតគឺជាសត្វដែលមានជើង4អូខេតោះឧទាហរណ៍មើលមានសត្វអីខ្លះឧទាហរណ៍1សត្វសត្វអីសត្វឆ្មាអូខេសត្វឆ្មាអូខេ2សត្វសត្វអីសត្វឆ្កែអូខេសត្វឆ្កែអត់សេស្រអែមុនខ្លាញ់អូខេតោះសត្វអីអូខេឆ្កែ3សត្វអីគេសត្វក្របី អូខេសត្វក្របី សត្វក្របី សត្វក្របីមានជើងប៉ុន្មានមានជើង4ដែរតា អូខេក្របីកជង្រោកក្របដែលស្រអី3ក្របីអូខេមានសត្វអីទៀតសត្វគោអូខេសត្វគោជើងប៉ុន្មានជើង4ដែរតាអំពុំមិញទេតាអូខេ4សត្វឆ្មាឆ្មាមានអីដឹងឆ្មាមានអីតាកូនសេអីទៀតសត្វអីគេសត្វជ្រូកអូខេសត្វជ្រូកជ្រចម្រើជ្រដល់ស្រអ៊ូជ្រូនឹងកជ្រូ5សាតសាតសត្វឆ្លូសអូខេឈោចងលោឆ្លូដល់ស្រអ៊ូឆ្លូនោះកូនសេជើងលោសិនឈោជើងលោឈោចងលោឆ្លូដល់ស្រអ៊ូឆ្លូឈោជើងលោឆ្លូដល់ស្រអ៊ូឆ្លូនឹងសឆ្លូស្រអ៊ូឆ្លូជើងលោសិនជើងលោសិនឈោជើងលោមកអត់លឺមកថាជើងលោផងម៉ាឈោជើងលោឆ្លូជើងលោមុនឆ្លូដល់ស្រអ៊ូឆ្លូដល់ស្រអ៊ូឆ្លូនឹងសឆ្លូអូខេតោះ6សត្វអីគេទៀតសត្វ
សត្វអីគេ ហើយជាសត្វដំរី អូខេដំរី ដល់អំដំរត់អស្រអីត្រី អូខេ ដំរី តោះកូនសេត្រឹមប៉ុណ្ណឹងតោះហើយកូនដឹងណាសត្វចតុបត្តិមានសត្វចតុបត្តិគឺជាសត្វដែលមានជើង ជើង 4 4 តោះ អរគុណហើយដែលអំពូមិញជាតាមមើលអូនវិរិយាមកសរសេរសច្ចតុបាទបាយបាយ